មានបងប្អូនណាដូចខ្ញុំមកខ្ញុំចំណាយពេលតែ10នាទីក្នុងការ make up ទៅធ្វើការចាចំណុចទី1គឺខ្ញុំដាក់សេរ៉ូមវីតាមីន C បងអូននិយាយទៅចំណាយពេលធ្វើខ្លួនតែ10នាទីទេប៉ុន្តែអាម៉ោងរងើបពីគេងហ្នឹងគឺថាអត់ងើបសោះចាឥឡូវមកវីដេអូយើងវិញចាយើងចាប់ដើមតបទៅតបឲ្យចូលមុខទៅបន្ទាប់មកយើងទុកមុខយើងមិន second ទៅដើម្បីឲ្យស្ងួតចឹងណាហើយយើងចាប់ដើមលាប sunscreen ហើយសម្រាប់ foundation វិញគឺខ្ញុំប្រើ Anessa បងប្អូននិយាយទៅខ្ញុំស្រឡាញ់ខ្លាំងមែនតើហ្មង foundation ហ្នឹងអ្វីវាអាចជួយបានទី1គឺថា oil control ជាមួយនឹង waterproof និយាយមែនហើយសម្រាប់ dark spot វិញគឺថា coverage បានល្អខ្លាំងអ្វីដែលកាន់ពិសេសគឺមាន ingredient 50% ក្នុងការជួយទៅលើ skin care វីដេអូហ្នឹងគេមានជួយខ្ញុំប្រម៉ូទទេណាតែខ្ញុំស្ម័គ្រចិត្តក្នុងការ sharing ឲ្យបងប្អូនបានផលរបស់ល្អជាមួយខ្ញុំដែរចឹងណាបងប្អូនបើបងប្អូនចង់ទិញអាចមើលរូបក្នុងវីដេអូបានណាហើយ foundation ហ្នឹងខ្ញុំប្រើយូរដែរហ្នឹងបងប្អូននេះយើងទៅពេលយើង apply ហើយគឺថាស្អាតខ្លាំងមែនតើហ្មងណាខ្ញុំទទួលស្គាល់ថាមុខខ្ញុំមានស្នាមបើសិនជាមុខគេដែលគេ smooth រលោងហើយគេប្រើហ្នឹងនិយាយថា the best is the best ហ្មងនិយាយមែននិយាយទៅអ្វីខ្ញុំប្រើដូចការដែលបងប្អូនមើលឃើញទេអញ្ចឹងបើបងប្អូនចង់សាកបងប្អូនអាចត្រូវទិញបានអញ្ចឹងណាហើយសាកទៅអាចដឹងថាល្អមិនល្អហ្នឹងចាំគិតទៅអញ្ចឹងណាឥឡូវចូលដល់វីដេអូយើងវិញតបពីដាក់ foundation ហើយដាក់ពន្លោះតិចដែរមកកុំឲ្យស្លេកពេកហ្នឹងណាហើយសម្រាប់ពន្លោះខ្ញុំខ្ញុំនិយាយមែន3 in 1ទៀតដែរចាខ្ញុំផាត់ពណ៌ខ្ញុំផាត់ភ្នែកខ្ញុំផាត់ក្រែមផាត់ទាំងអស់ហ្មងណានិយាយទៅវាស្រួលដែរបានទិញតែមួយប្រើបានដល់3ហើយខ្ញុំប្រើងាយអស់ហើយណាសំខាន់ឥឡូវស្រឡាញ់ brand មួយទៀតឯចាទិញមកធានបកទេគឺថាទុកប្រើថ្ងៃក្រោយអូឥឡូវដល់ពុតរំភ្នែកហើយចាប់ដល់ពុតរំភ្នែកតិចទៅព្រោះអីកុំឲ្យវាថងពេកចឹងហើយថែម mascara តិចទៅខ្ញុំទៅធ្វើការ make up បែបស្រាលៗបងអូនបែប10នាទីអាហ្នឹងធ្វើមិនទេបើយើងខ្ជិលហើយទៅមកទៅខ្ញុំដាក់ប្រភេទ powder ហ្នឹងក៏ waterproof ដែរដោយសារតែវាពេលខ្ញុំដាក់បន្ទាប់ពី lip foundation ហ្នឹងហើយវាជួយទប់ប្រេងទប់ខ្លាញ់អីបានល្អដែរចឹងបងអូនហើយខ្ញុំ apply តែកន្លែងណាដែលខ្ញុំឡើងប្រេងទេបន្ទាប់មកក៏យើងចាប់ផ្ដើមបាញ់ទឹកអប់ចាសម្រាប់គេអ្នកផ្សេងគេបាញ់តែខ្ញុំគិតថាខ្ញុំអត់បាញ់គេខ្ញុំងូតទឹកអប់តែម្ដងអូយយើងទៅ like អ្នកដែលស្រឡាញ់ក្លិនក្អូបអ្នកស្រឡាញ់ទឹកអប់បានយល់អារម្មណ៍បាញ់តគេឆ្លក់មិនអស់ចិត្តអូខេនេះ the final look បាយបាយបងអូន